សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel សិស្សវិទ្យាល័យ High School Student Channel ខ្ញុំជាថ្មីជាមួយនឹងសំណួរចម្លើយសម្រាប់ត្រៀមប្រឡងចូលការងាររដ្ឋបន្តទាំងអស់គ្នាសំណួរទី1នេះសួរថាតើអ្វីទៅជាអក្ខរកម្ម Digital ចម្លើយអក្ខរកម្ម Digital សំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ Digital ដើម្បីស្វែងរកការប្រើប្រាស់គ្រប់គ្រងវេតម្លៃបង្កើតនិងចែករំលែកព័ត៌មានដោយសុវត្ថិភាពនិងមានភាពត្រឹមត្រូវដែលទាមទារទាំងជំនាញបច្ចេកទេសនិងការយល់ដឹងសម្ដៅធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចសង្គមកាន់តែប្រសើរអក្ខរកម្ម Digital ផ្ដោតលើចំណុចសំខាន់ចំនួន4គឺ1ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត2ចេះប្រើប្រាស់និងចែករំលែកព័ត៌មានតាមអនឡាញទី3យល់ដឹងពីសមត្ថភាពនៃបច្ចេកវិទ្យានិងទី4បង្កើតមាតិកា Digital និងចែករំលែកប្រកបដោយក្រមសីលធម៌សម្រាប់សំណួរចម្លើយទាំងនេះគឺខ្ញុំយកចេញពីសភៅទម្រាំសំណួរចម្លើយនេះបងប្អូនតើកាយអាចទាក់ទងបានវាមានច្រើនសំណួរទី2តើអ្វីទៅជារដ្ឋាភិបាល Digital រដ្ឋាភិបាល Digital សំដៅដល់ការធ្វើទំនើបកម្មនិងសមាហរណកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលនិងសេវាសាធារណៈដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនិងបម្រើសេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋដោយយុត្តិធម៌សមធម៌ប្រសិទ្ធភាពតម្លាភាពគណនេយ្យភាពនិងបរិយាបន្នសំណួរទី3តើការកសាងរដ្ឋាភិបាល Digital ត្រូវបានបែងចែកជាប៉ុន្មានកម្រិតអ្វីខ្លះចម្លើយការកសាងរដ្ឋាភិបាល Digital ត្រូវបានបែងចែកជា4កម្រិតជា5កម្រិតជាស្រ័យដូចជាកម្រិតទី1រដ្ឋាភិបាល Electronic E-government ជាដំណាក់កាលដំបូងនៃរដ្ឋាភិបាល Digital ដោយមានការអភិវឌ្ឍនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មាន Digital ដើម្បីផ្ដល់ព័ត៌មាននិងសេវាអនឡាញប៉ុន្តែប្រព័ន្ធព័ត៌មាន Digital ហេដ្ឋារចនាសម្ព័ន្ធនិងទិន្នន័យមានសភាពដាច់ដោយឡែកនិងមិនទាន់ធ្វើសមាហរកម្មចូលគ្នាកម្រិតទី2រដ្ឋាភិបាលបើកចំហ Open Government ជាដំណាក់កាលដែលប្រព័ន្ធព័ត៌មាន Digital ត្រូវបានបង្កើតឡើងដើម្បីទទួលមតិយោបល់ពីប្រជាពលរដ្ឋនិងមានអន្តរសកម្មជាមួយអ្នកទទួលសេវានៅក្នុងកម្រិតទី2ព័ត៌មានរបស់រដ្ឋាភិបាលត្រូវបានបើកចំហដល់សាធារណជនដើម្បីធានាតម្លាភាពនិងគណនេយ្យភាពកម្រិតទី3រដ្ឋាភិបាលផ្ដោតលើទិន្នន័យ Data Centric Government ជាការអភិវឌ្ឍរដ្ឋាភិបាល Digital ដែលចាត់ទុកទិន្នន័យជាទ្រព្យសម្បត្តិសំខាន់និងចាំបាច់ការអភិវឌ្ឍកម្មវិធីមិនមែនជាចំណុចអាទិភាពតទៅទៀតផ្ទុយទៅវិញការប្រមូលការប្រើប្រាស់និងការវិភាគទិន្នន័យគឺជាអាទិភាពរបស់រដ្ឋាភិបាលប្រព័ន្ធព័ត៌មាន Digital ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរបស់ក្រសួងស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានធ្វើសមាហរណកម្មជាបណ្ដាដោយប្រើប្រាស់ថ្នាល Digital Room របស់រដ្ឋាភិបាល Government as a Platform សម្រាប់ដំណើរការងារកម្រិតទី4រដ្ឋាភិបាលបដិវត្តកម្មពេញលេញ Fully Transformed Government ជាដំណាក់កាលដែលក្រសួងស្ថាប័នធ្វើបដិវត្តកម្ម Digital ពេញលេញដោយប្រព័ន្ធ Digital ហេដ្ឋារចនាសម្ព័ន្ធនិងទិន្នន័យទាំងអស់ត្រូវបានធ្វើសមាហរណកម្មចូលគ្នាហើយការប្រើប្រាស់ការគ្រប់គ្រងការការពារទិន្នន័យនិងការបម្រើសេវាមានលក្ខណៈល្អប្រសើរកម្រិតទី5រដ្ឋាភិបាលឆ្លាតវៃ Smart Government ជាដំណាក់កាលដែលការប្រមូលនិងការវិភាគទិន្នន័យត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិសម្រាប់ជាមូលដ្ឋាននៃការសម្រេចចិត្តនិងការឆ្លើយតបនឹងបញ្ហានវានុវត្តន៍នៃសេវារដ្ឋាភិបាល Digital ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាអាចបញ្ញាសិទ្ធិនិម្មិត Internet នៃវត្ថុទិន្នន័យធំ Blockchain បច្ចេកវិទ្យា Cloud អាចកើតមានឡើងពេញលេញនៅក្នុងដំណាក់កាលនេះសំណួរទី4តើអ្វីទៅជាធុរកិច្ច Digital ធុរកិច្ច Digital សំដៅទៅដល់ធុរកិច្ចដែលមានអាជីវកម្មចម្បងប្រើប្រាស់បច្ចេកវិទ្យា Digital ឬផ្ដល់សេវា Digital ឬ
បង្កើតផលិតផលជាបច្ចេកវិទ្យា Digital សំណួរទី5ក្នុងវិស័យមុខងារសាធារណៈតើរដ្ឋាភិបាលបានកំណត់នូវវិធានសំខាន់ៗអ្វីខ្លះដើម្បីអភិវឌ្ឍសមត្ថភាពនៃអ្នកដឹកនាំ Digital ចម្លើយក្នុងវិស័យមុខងារសាធារណៈរដ្ឋាភិបាលបានកំណត់នូវវិធានការសំខាន់ៗដើម្បីអភិវឌ្ឍសមត្ថភាពនៃអ្នកដឹកនាំ Digital មានដូចជាការរៀបចំក្របខ័ណ្ឌរួមស្តីពីការលើកកម្ពស់អក្ខរកម្ម Digital ក្នុងចំណោមអ្នកដឹកនាំនិងមន្ត្រីតាមក្រសួងស្ថាប័នរដ្ឋការរៀបចំក្របខ័ណ្ឌត្រួតពិនិត្យនិងវិតម្លៃនៃការអភិវឌ្ឍធនធានមនុស្ស Digital នៅតាមក្រសួងស្ថាប័នរដ្ឋការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការផ្លាស់ប្ដូរជាដំណាក់កាលលើនីតិវិធីរដ្ឋបាលនិងរបៀបនៃការគ្រប់គ្រងនិងការចាត់ចែងការងារទៅតាមក្រសួងស្ថាប័នរដ្ឋការរៀបចំផែនការរយៈពេលខ្លីនិងមធ្យមសម្រាប់ការជំរុញការចាប់យកនិងការប្រើប្រាស់ Digital ក្នុងការគ្រប់គ្រងនិងចាត់ចែងការងារព្រមទាំងការជំរុញនិងលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ Digital និងភាពជាអ្នកដឹកនាំ Digital ក្នុងវិស័យរដ្ឋនិងវិស័យឯកជនការបង្កើនការផ្ទេរទុនធាននិងការកៀងគរការគ្រប់គ្រងទាំងផ្នែកបច្ចេកវិទ្យានិងថវិកាក៏ដូចជាកិច្ចសហប្រតិបត្តិការនានាពីដៃគូអភិវឌ្ឍនិងវិស័យឯកជនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស Digital នៅថ្នាក់ក្រោមជាតិបាទសូមអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនពីដើមរហូតដល់ចប់សង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនអរគ្នាក្នុងការត្រៀមប្រឡងចូលការងាររដ្ឋតាមក្រសួងស្ថាប័នផ្សេងៗសូមបងប្អូនកុំភ្លេចជួយ like និង subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវកម្រងសំណួរថ្មីៗក៏ដូចជាការលើកទឹកចិត្តក្នុងការបន្តទៀតដែរបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត